Hello ក៏ដូចជាសួស្តីសូមស្វាគមន៍មកកាន់ Channel YouTuber ខ្ញុំបាទសុខជីវ Gaming ហើយថ្ងៃនេះក្នុងវីដេអូរបស់ខ្ញុំគឺបរៀនអំពីរបៀបចាក់គូប្រព័ន្ធនៅក្នុង account Facebook របស់យើងអីចឹងណាសម្រាប់អ្នកនាងថ្មីកុំភ្លេចជួយចុច like ក៏ដូចជា Subscribe YouTuber ខ្ញុំបាទសុខជីវ Gaming ដើម្បីទទួលបានវីដេអូថ្មីនៅពេលក្រោយអញ្ចឹងណាហើយខ្ញុំបរៀននេះគឺសម្រាប់តែអ្នកក៏អត់ចេះទេបើសិនជាអ្នកចេះហើយគាត់មិនបាច់មើលវីដេអូខ្ញុំបានក៏បានដែរអ្នកនាងសម្រាប់តែគាត់មិនតាន់ចេះទេគាត់អាចមើលវីដេអូនេះពីដើមដល់ចប់សង្ឃឹមថាគាត់នឹងចេះគ្រប់គ្នាហើយខ្ញុំចូលទៅបរៀនអ្នកនាងដូចទៅនេះអ្នកនាងជឿហ៊ានដំបូងអ្នកនាងជ្រើសរើសត្រី3ខាងលើហ្នឹងមកបន្ទាប់មកអ្នកនាងចុចលើ setting and privacy ហ្នឹងមកអ្នកនាងចុចលើហ្នឹងមកចេញ setting ហើយអ្នកនាងចុចលើ setting ហ្នឹងមកបន្ទាប់មកអ្នកនាងចុចលើ account cancel ហ្នឹងមកបន្ទាប់មកនេះអ្នកនាងចុចលើ password and security ខាងលើគេហ្នឹងមកអ្នកនាងមើលវីដេអូខ្ញុំបន្តទៅហើយអ្នកនាងសង្ឃឹមថាចេះអ្នកនាងពីដើមដល់ចប់អញ្ចឹងណាអ្នកនាងជ្រើសរើសយកអាទី2នេះ two vector តោះមកអ្នកនាងចុចលើ account យើងមកដែលយើងចង់ដាក់ណាតមកទៀតអ្នកនាងវាមានចេញចម្រង3បែបនេះគឺអាទី1យើងគឺយើងប្រើ app ដើម្បី send code ហើយអាទី2យើងប្រើលេខទូរស័ព្ទយើងហ្នឹងតាម WhatsApp អាទី3យើងប្រើតាម USB គឺអ្នកនាងដាក់លើ app ទៅគឺសុវត្ថិភាពហើយស្រួលងាយស្រួលជាងឬក៏អ្នកនាងប្រើលើ SIM ក៏បានដែរអ្នកនាងចុចលើអាទី1ដូចខ្ញុំមកហើយបន្ទាប់មកអ្នកនាងចុច nick ចាំតិចអ្នកនាងវារៀង slow បន្តិចហើយត្រង់កន្លែងនេះអ្នកនាង copy hash key វាមកបន្តអ្នកនាងនៅខាងក្រៅមានសម្លេងរំខានអីសូមអធិស្ឋានផងអ្នកនាងតមកគ្នាអ្នកនាងចូលទៅក្នុងសាវរីនេះចូលសាវរីមកអ្នកនាងសើចតាមខ្ញុំអ្នកនាងសើច 2FA code មកនេះអ្នកនេះគឺវាចេញហើយវាយទៅពាក្យប៉ុណ្ណឹងវាចេញឲ្យហើយតមកទៀតអ្នកនាងចុចលើអាទី1នេះ OPT ដើម្បីយើងទៅយក key យើង copy អា P យើងខាពី Facebook មិញហ្នឹងមកឥឡូវយើង copy នេះ copy អា key ហ្នឹងមកហើយបន្ទាប់មកយើងចូលទៅក្នុង key នេះយើងខាវាចូលមកហើយយើងចុច submit ហើយអ្នកនេះឃើញ code មកកតុយនៅកន្លែងនេះហើយអ្នកនេះពិតជាឃើញណាតមកទៀតអ្នកនេះ copy ផាសយកអា code ម៉ានខ្សែហ្នឹងមកដូចជា6ខ្ទង់ហ្នឹងអ្នកនេះ copy ផ្លាច់មកតមកអ្នកនេះចូលក្នុង Facebook អ្នកនេះចុច enter code មកតមកទៀតអ្នកនាង copy ផាសកូដមិញហ្នឹងចូលមកអាកូដ6ខ្ទង់ហ្នឹងអ្នកនាងចុចមកអ្នកនាងចុច nick មកនេះគឺបានហើយប៉ុណ្ណឹងតមកទៀតអ្នកនាងវាឲ្យយើងវាយ password ហើយយើងវាយ password មកខ្ញុំសូម click កន្លែងហ្នឹងបន្តិចមកអ្នកនាងហើយវានឹងចេញតម្រងបែបនេះហើយអ្នកនាងបើសិនជាអ្នកនាងចង់ screenshot កូដប្រព័ន្ធតុបនៅពេលដែលយើងចូល Facebook នៅពេលក្រោយអ្នកនាងអាចធ្វើតាមខ្ញុំបានអ្នកនាងចុចអាទី2ហ្នឹងមកហើយអ្នកនាងចុចយកកូដយើងមកហើយអ្នកនាង screenshot វា screenshot កូដហ្នឹងទុកណាបើសិនជាយើងប្រើកូដអស់ហ្នឹងប្រើអាកូដហ្នឹងអស់យើងអាចយកនៅក្នុង Facebook យើងក៏បានឬក៏យើងយកអា key ដែលយើងធ្វើពីដំបូងមិញហ្នឹងយកទៅដាក់នៅក្នុង2FA អាកម្មវិធី edition ហ្នឹងដាក់ទៅក៏បានចូលបានដូចគ្នាហើយឥឡូវខ្ញុំ screenshot អស់នេះ screenshot ទៅសម្រាប់ខ្ញុំ share screenshot ទុកតែខ្ញុំប្រើ editor app ហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរជួបគ្នានៅវីដេអូក្រោយហើយអ្នកគ្នាកុំភ្លេចជួយចុច like ក៏ដូចជា subscribe YouTube ខ្ញុំបាទទៅ Gaming ដើម្បីទទួលបានវីដេអូក្រោយអញ្ចឹងណាសម្រាប់អ្នកគ្នាថ្មីហើយសម្រាប់អ្នកអត់ចេះអីគាត់អាចមើលពីដើមដល់ចប់បានណាវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាជួបគ្នាវីដេអូក្រោយបាយអ្នកគ្នា